បើថាចេះអីចេះឲ្យប្រកាសដោយបងប្រុសនេះចឹងបត់ពិសោធន៍នៃការឆុងកាហ្វេលក់កាហ្វេរបស់គាត់ចូលខ្ទង់10ឆ្នាំហើយនៅខាងខេត្តសៀមរាបហើយបងប្រុសគាត់ជាអ្នកខាងខេត្តបាត់ដំបងតែទៅលើទឹកដៃឆុងកាហ្វេរបស់គាត់តាំងពីលក់របៀបលក្ខណៈតូបតូចមួយឥឡូវឡើងជាហាងធំបែបនេះដោយសារតែកំណើននៃការគ្រប់គ្រងរបស់គាត់មិនថាអ្នកដែលគាត់រស់នៅក្នុងខេត្តសៀមរាបឬក៏ភ្ញៀវទេសចរទេគឺត្រូវតែម្ដងញ៉ាំកាហ្វេរបស់គាត់ហើយគឺដឹងតែមកទិញទៀតហ្មងហើយម៉ួយកាហ្វេរបស់គាត់ច្រើនមែនតែនទាំងចាស់ទាំងក្មេងនិយាយទៅគឺទៅដល់អ្នកទាំងអស់គ្នានឹងទទួលបានអារម្មណ៍មួយនិយាយទៅក្នុងហាងមួយដែលមានទាំងចាស់ទាំងក្មេងណាញ៉ាំកាហ្វេហើយតម្លៃរបស់គាត់សមរម្យមែនតែននេះដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺត្រឹម5000 6000អីហ្នឹងឯងអញ្ចឹងសម្រាប់អ្នកភ្នំពេញឬមួយក៏តាមបណ្ដាខេត្តនានាដែលចង់ទៅទឹកដីខេត្តសៀមរាបណាអាចឆ្លៀតទៅសាក់កាហ្វេកន្លែងគាត់បានដោយសារតែនៅខាងខេត្តសៀមរាបនោះគឺល្បីណាស់អ្នកនៅសៀមរាបគឺគាត់មានម៉ូយច្រើនមែនតែនតែបើពីការសង្កេតរបស់ខ្ញុំទៅនៅពេលដែលពួកខ្ញុំទៅថតហ្នឹងណាសំបីតែភ្ញៀវទេសចរដែលគាត់ទៅលេងខេត្តសៀមរាបយើងមើលទៅអ្នកទេសចរឬក៏អ្នករស់នៅហ្នឹងយើងដឹងហើយគឺគេទិញច្រើនកែវតែម្ដងអញ្ចឹងបាច់ឆ្ងល់អីទេមានតែរសជាតិរបស់គាត់ឆ្ងាញ់នឹងឯងអញ្ចឹងបានគាត់អាចឈរជើងរហូតចូលខ្ទង់10ឆ្នាំហ្នឹងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់សាករសជាតិកាហ្វេណយកាហ្វេចង់ដឹងថារសជាតិបែបម៉េចបើមានការគ្រប់គ្រងច្រើនអញ្ចឹងអាចទៅសាករសជាតិផ្ទាល់ទីតាំងលម្អិតផែនទីលម្អិតចាំខ្ញុំដាក់នៅក្នុង comment អរគុណច្រើន